ព័ត៌មានពិស្ដារដែលខ្ញុំសូមជម្រាបជូនប្រិយមិត្តនេះគឺបានរាយការណ៍ដឹងថាលោកប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump បានប្រកាសអំពីផែនការរបស់លោកនៅក្នុងការបើកការវាយប្រហារបន្ថែមទៀតបាទប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ការប្រកាសឲ្យដឹងគឺធ្វើឡើងនៅមុននេះបន្តិចគឺនៅថ្ងៃសៅរ៍នេះដែលជាការមួយបង្កើននៅការគម្រាមកំហែងរបស់លោកបន្ថែមទៀតហើយក្នុងពេលដែលចំនួនឬក៏ហៅថាសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នេះចូលទៅដល់សប្តាហ៍ទី2នៅក្នុងសារសរសេរតាមបណ្ដាញសង្គមតាម True Social នៅពេលព្រឹកថ្ងៃសៅរ៍នេះលោកប្រធានាធិបតីបានសរសេរថាថ្ងៃនេះអ៊ីរ៉ង់នឹងរងការវាយប្រហារកាន់តែខ្លាំងឡើងហើយក្រោយពីការពិចារណាយ៉ាងដិតដល់មកគឺនឹងមានការបំផ្លាញយ៉ាងទាំងស្រុងមកហើយក៏មានអ្នកស្លាប់ផងដែរនោះគឺជាការមួយធ្វើឡើងដើម្បីប្រដៅទៅដល់អកប្បកិរិយាអាក្រក់របស់អ៊ីរ៉ង់ហើយក៏មានតំបន់ហើយនឹងក្រុមប្រជាពលរដ្ឋមួយចំនួនដែលនៅតែចាត់ទុកឬក៏មន្ត្រីមួយចំនួននៅក្នុងរដ្ឋាភិបាលរបស់អ៊ីរ៉ង់ត្រូវបានចាត់ទុកថាជាគោលដៅវាយប្រហារបាទនៅក្នុងពេលនេះការគម្រាមកំហែងរបស់លោកប្រធានាធិបតី Donald Trump កើតមានឡើងបន្ទាប់ពីប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់លោក Masoud Pezeshkian បានហៅការអំពាវនាវរបស់លោក Trump កាលពីពេលមុនឲ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌនោះថាគឺជាក្តីជាយុសពមួយដែលគួរតែយកទៅស្លាប់ជាមួយផងទៅមិនអាចនឹងឲ្យអ៊ីរ៉ង់ចុះចាញ់បានទេនេះបើតាមការថ្លែងរបស់ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ដែលបានថ្លែងតាមប្រព័ន្ធផ្សព្វផ្សាយតាមទូរទស្សន៍រដ្ឋនៅថ្ងៃសៅរ៍នេះបាទលោក Pezeshkian បាននិយាយផងដែរថាប្រទេសរបស់លោកគឺអាចនឹងបាទឈប់ហើយការវាយប្រហារទៅលើបណ្ដាប្រទេសជិតខាងរបស់ខ្លួននៅក្នុងតំបន់មជ្ឈមបូព៌ាដល់រាប់ណាប្រទេសទាំងនោះមិនបើកការវាយប្រហារមកលើប្រទេសអ៊ីរ៉ង់វិញទេបាទហើយគឺជាការមួយដែលបានវាយប្រហារក្នុងពេលប្រហែលថ្ងៃនេះហើយលោកក៏សម្ដែងនឹងការសំទោសផងដែរលោក Trump បានយកឈ្មោះចំពោះគោលនយោបាយថ្មីរបស់លោកដោយលោកបានសរសេរនៅតាមបណ្ដាញសង្គមថាបាទគឺធ្វើអញ្ចឹងបានដែលធ្វើឲ្យប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់បានព្រមចោះចាញ់ឬក៏ព្រមសារភាពសំទោសបែបនេះបានគឺដោយសារតែការវាយប្រហារមិនឈប់ឈររបស់សហរដ្ឋអាមេរិកហើយនឹងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់តែប៉ុណ្ណោះបាទធ្វើឲ្យអ៊ីរ៉ង់ចោះចាញ់សារភាពបែបនេះហើយលោកបានចាត់ទុកថានេះគឺជាលើកទី1ហើយដែលអ៊ីរ៉ង់បាននិយាយដូច្នេះពីព្រោះអ៊ីរ៉ង់មិនដែលចាញ់ពីពេលមុនមកទេនៅក្នុងរយៈពេលជាច្រើនពាន់ឆ្នាំមកនេះបាទជាពិសេសមកសារភាពនៅក្នុងពេលនេះហើយគឺអ៊ីរ៉ង់មិនដែលចាញ់បណ្ដាប្រទេសដែលនៅតំបន់មជ្ឈមបូព៌ានោះទេបាទលោកបានបន្ថែមថាពួកគេនិយាយដូច្នេះគឺមានអ្នកនិយាយថាអរគុណលោកប្រធានាធិបតីត្រាំហើយក៏ខ្ញុំសូមឆ្លើយទៅវិញថាមិនអីទេ you are welcome បាទគឺអ៊ីរ៉ង់ឥឡូវនេះលែងខ្លាយទៅជាអ្នកដែលគម្រាមកំហែងបណ្ដាប្រទេសនៅក្នុងតំបន់មជ្ឈមបូព៌ាទៀតហើយជំនួសមកវិញគេឈ្មោះរបស់អ៊ីរ៉ង់គឺជាអ្នកដែលចាញ់គេនៅក្នុងតំបន់មជ្ឈមបូព៌ាហើយគេនឹងចងចាំជារៀងរហូតក៏ប៉ុន្តែអាចនឹងទៅការពេលជាច្រើនទសវត្សរ៍ទៀតមុននឹងអ៊ីរ៉ង់ចុះចាញ់ដោយស្ថាពរបាទហើយគឺនៅពេលនោះគឺអ៊ីរ៉ង់នឹងដួលក្រឡាប់ចាក់តែម្ដងបាទនេះជាសាររបស់លោកប្រធានាធិបតី Donald Trump ដែលបានថ្លែងហើយព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់ខាង Washington Post បាទនៅថ្ងៃនេះគឺលោកប្រធានាធិបតី Donald Trump បាទហើយបានចូលរួមជាមួយនឹងក្រុមគ្រួសារយុទ្ធជនដែលបានពលីនៅក្នុងប្រទេសកាតាបាទគឺគុយវ៉ែតបាទដែល
បានរងការវាយប្រហារពីខាងកម្លាំងរបស់អ៊ីរ៉ង់នៅក្នុងពេលកន្លងមកហើយបានមកទទួលសាកសពទាំងអស់នោះនៅអាកាសយានដ្ឋាននៅទីក្រុងនៅរដ្ឋ Delaware នៅថ្ងៃសៅរ៍នេះបាទគឺជាក្រុមដំបូងដែលទៅបានពលីជីវិតនៅក្នុងការវាយប្រហារដោយការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើកន្លែងធ្វើការរបស់ពួកគាត់បាទដោយ drone បាទនៅក្នុងពេលដែលពួកគាត់កំពុងធ្វើការនៅក្នុងមូលដ្ឋាននៅក្នុងប្រទេសគុយវ៉ែតគឺ drone របស់អ៊ីរ៉ង់បានវាយចំបាទហើយលោកប្រធានាធិបតី Donald Trump បានចាត់ទុកអ្នកទាំងអស់នោះថាជាអ្នកក្លាហានរបស់សហរដ្ឋអាមេរិកដែលបានពលីជីវិតដើម្បីជាតិមាតុភូមិហើយពួកគេបានវិលត្រឡប់មកផ្ទះវិញបាទតាមទម្រង់មួយដែលពួកគេមិនបានគិតមកជាមុនថាគេនឹងវិលត្រឡប់បែបនោះទេក៏ប៉ុន្តែពួកគេវិលមកវិញដោយកិត្តិយសសម្រាប់ប្រទេសជាតិបាទនៅក្នុងអ្នកដែលបានពលីជីវិតហ្នឹងគឺទី1គឺមានលោកដល់ថ្នាក់សាក់4បាទសាក់4លោក Jeffrey O'Brien ហើយមានសាក់3ម្នាក់គឺ Cody Cook ហើយមានព្រឹទ្ធបាល Nicole Amor បាទហើយនឹង Chef Resident គឺ Robert Mazan ហើយនឹង Paul ឯកបាទជាចំនួន2នាក់ផងដែរបាទអញ្ចឹងគឺជាចំនួន6នាក់ដែលបានពលីជីវិតនៅពេលដែលការវាយប្រហារដំបូងរបស់អ៊ីរ៉ង់ចំនោះដោយសារតែកន្លែងដែលពួកគាត់ធ្វើការហ្នឹងគឺនៅកន្លែងទីបញ្ជាការហ្នឹងគឺកន្លែងដែលមិនសំខាន់បាទមិនសំខាន់ជាកន្លែងដែលទាហានបំរុងហើយអត់មានអ្វីដែលការពារទេនៅពេលដែលបាទ drone បានវាយប្រហារចំកាលពីថ្ងៃអាទិត្យអញ្ចឹងថ្ងៃសៅរ៍គឺអាមេរិកហើយនឹងអ៊ីរ៉ង់និងអ៊ីស្រាអែលបាទវល់ច្រឡំគ្នារវាងអ៊ីរ៉ង់អ៊ីស្រាអែលហើយនៅអ៊ីស្រាអែលបានវាយប្រហារទៅលើអ៊ីរ៉ង់បាទហើយនៅថ្ងៃអាទិត្យគឺអ៊ីរ៉ង់បានសងសឹកមកវិញបានចំកន្លែងដែលអ្នកទាំងអស់នោះធ្វើការហើយក្នុងពេលដែលវាចំនោះគឺមានទាហានជាច្រើនអ្នកផ្សេងទៀតក៏បានរងរបួសនៅក្នុងហេតុការណ៍នោះផងដែរបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post បាទហើយដោយដែលខ្ញុំបានជម្រាបជូនប្រិយមិត្តចឹងហើយឃើញទេបាទនៅក្នុងសេចក្តីនៅក្នុងសេចក្តីរាយការណ៍ក្នុងពេលកន្លងមកជាពិសេស RT របស់ខាងរុស្ស៊ីបាទដែលខ្ញុំឃើញខាងបញ្ជាការដ្ឋានកណ្ដាលគាត់បានចេញព័ត៌មានបដិសេធចេញសេចក្តីថ្លែងការណ៍បដិសេធព័ត៌មានរបស់ RT គឺ RT ភ្លាមហ្នឹងគាត់ថាមានពេលដែលវាយប្រហារហ្នឹងគឺមានស្លាប់ជាង500នាក់ណោះបាទគាត់ដឹងច្បាស់បាទប៉ុន្តែការពិតទៅមិនមែនទេឃើញទេការពិតគឺតែមានតែ6នាក់ហ្នឹងទេបាទពីព្រោះសហរដ្ឋអាមេរិកគឺកាលណាស្លាប់ចឹងគឺទៅជម្រាបក្រុមគ្រួសារគេហើយបញ្ជូនត្រឡប់មកវិញទៅមានការទទួលដោយកិត្តិយសហើយมันអាចគេចផុតពីក្រសែភ្នែករបស់ខាងសារព័ត៌មាននៅសហរដ្ឋអាមេរិកទេมันអាចនឹងដាក់ស្បោងដាក់អីយកមកដោយអត់មានកិត្តិយសអញ្ចឹងបានទេណាបាទអញ្ចឹងដូច្នេះនេះជាចំនួនពិតប្រាកដដែលខាងសហរដ្ឋអាមេរិកបានរីកាហើយនឹងបានរងគ្រោះបាទអញ្ចឹងដូចតែខ្ញុំបានជម្រាបពីខាងដើមអញ្ចឹងគឺមានព័ត៌មានคล้ายច្រើនណាស់សូមប្រយ័ត្នមែនតើដោយដែល Al Jazeera គាត់បានធ្វើការផ្ទៀងផ្ទាត់អញ្ចឹងបាទកប៉ាល់ដែលបាញ់ដែលក្នុងពេលកន្លងមកមានសេចក្តីរាយការណ៍ថាបាញ់Abraham Lincoln បាទបាក់ចេញពីផែយ៉ាងបញ្ញាបញ្ញាលអីហ្នឹងគឺជារូបភាពដែលមានគ្រោះថ្នាក់នៅសហរដ្ឋអាមេរិកពេលនៅចូលចតហ្នឹងតាំងពីឆ្នាំ2022នៅក្នុងរដ្ឋ California បាទហើយយកមកប្រើថារឿងហ្នឹងបើអញ្ចឹងប្រយ័ត្នមែនទែននៅក្នុងការទទួលយកព័ត៌មានបើសិនជាមានប្រមាណអ្នកដែលចូលមកស្ដាប់នេះអាចទទួលការពិតអ្នកដល់ទីទៀតហ្នឹងគឺថានៅក្នុងគូក្បាលហ្នឹងយកព័ត៌មានคล้ายហ្នឹងទៅផ្សាយតអស់មួយជីវិតហើយបាទមួយជីវិតនឹងរស់នៅក្នុងព័ត៌មានคล้ายនឹងរហូតធ្វើម៉េចលើកចាំបានថាyou are what you eat អាមេរិកគេថាអញ្ចឹង you are what you eat
បាទញ៉ាំអីរៀងហ្នឹងហើយបាទឬក៏ garbage in garbage out ឲ្យទទួលយក garbage ចំណឹងនេះគឺថាមួយជីវិតហ្នឹងរស់នៅក្នុងព័ត៌មានคล้ายៗនឹងក្នុងខួរក្បាលរហូតដល់ថ្ងៃស្លាប់ហើយបើមិនបានមកជួបប្រភពព័ត៌មានពិតប្រាកដទេបាទព័ត៌មានទី3នេះគឺតកតងជាមួយនឹងការស្នើសុំរបស់អង្គការ Human Rights Watch បាទអង្គការ Human Rights Watch ខ្លំមើលសិទ្ធិមនុស្សបាទដើម្បីកុំឲ្យប្រិយមិត្តថាទីដល់ពេលដែលអាមេរិករំលោភសិទ្ធិមនុស្សអីចឹងតើអត់មានអ្នកណា Human Rights Watch មិនក៏ស្ងាត់មិនស្ងាត់ទេគេនិយាយជាប់ជានិច្ចក៏ប៉ុន្តែសារព័ត៌មានមួយចំនួនគាត់ផ្សាយដែរក៏ប៉ុន្តែយើងអត់បានដឹងពួកគេផ្សាយជាភាសាអង់គ្លេសបាទអ្នកខ្លះក៏យកទៅបកអ្នកខ្លះក៏មិនយកទៅបកឥឡូវខ្ញុំយកជូនប្រិមិត្តគឺអង្គការខ្លំមើលសិទ្ធិមនុស្ស Human Rights Watch នៅថ្ងៃសៅរ៍នេះណាគាត់បាននិយាយថាការវាយប្រហារកាលពីថ្ងៃទី28ខែកុម្ភៈហ្នឹងទៅលើសាលារៀនកុមារីនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ហ្នឹងគួរតែត្រូវបានស៊ើបអង្កេតថាជាឧក្រិដ្ឋកម្មសង្គ្រាមបាទហើយគឺស្ថានបេសកកម្មរបស់អ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិវិញក៏បាននិយាយថាការវាយប្រហារនោះគឺបានសម្លាប់កុមារអស់ជាង150នាក់បាទហើយសារព័ត៌មាន Washington Post ក៏ថាគាត់មិនមានប្រភពណាឯករាជ្យដើម្បីផ្ទៀងផ្ទាត់អំពីតួលេខដែលខាងស្ថានបេសកកម្មរបស់អ៊ីរ៉ង់បានលើកឡើងផងដែរទេបាទនៅក្នុងសេចក្តីថ្លែងការណ៍មួយគឺលោកស្រី Sophia Jones បាទបានដែលជាអ្នកសិក្សាស្រាវជ្រាវនៅឯវិទ្យាស្ថាននៅឯអង្គការ Human Rights Watch បានថ្លែងថាគឺត្រូវតែមានការស៊ើបអង្កេតនឹងឲ្យទាន់ពេលវេលានិងឲ្យបានដិតដល់វាជារឿងចាំបាច់ណាស់សម្រាប់ការវាយប្រហារដូចនេះរួមទាំងរកឲ្យឃើញអ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារពីព្រោះគេដឹងថាកន្លែងនោះគឺជាសាលារៀនរបស់កុមារជាសាលារៀនហើយគឺជារឿងមួយដែលកន្លែងដែលមានកុមារពេញនោះហើយមានគ្រូបង្រៀនផងដែរហើយជារឿងមួយកើតឡើងទាំងកណ្ដាលថ្ងៃតែម្ដងមិនគួរណាវង្វេងនោះទេបាទក្រុមដែលខ្លំមើលសិទ្ធិមនុស្សនេះបាននិយាយថារូបភាពតាមផ្កាយរណបក៏ដូចជាវីដេអូដែលបានយកមកពីកន្លែងកើតហេតុក្រោយពីការវាយប្រហារនោះបានបង្ហាញថាគឺវាត្រូវបានបាញ់ដោយគ្រាប់ដែលជាគ្រាប់ប្រភេទបាញ់ត្រង់មិនមែនជាគ្រាប់ដែលទៅពីដែលគ្មានបំពាក់ GPS បាញ់ត្រង់នោះទេបាទគឺគ្រាប់នេះគឺមានការបំពាក់ GPS ត្រឹមត្រូវហើយមានគោលដៅហើយមានប្រព័ន្ធដែលជំរុញត្រឹមត្រូវតើត្រូវឲ្យដឹងឲ្យច្បាស់ថាប្រព័ន្ធនោះវាខូចខាតឬក៏យ៉ាងម៉េចបានជារឿងនេះបានចូលមកពីប្រហារចំសាលារៀនដូចនេះបាទគឺវាមិនមែនជារឿងមួយដែលបាទធ្លាក់គ្រាប់មកដោយចៃដន្យនោះទេបាទរហូតមកដល់ពេលនេះគឺនៅមិនទាន់មានភាគីណាមួយនៅក្នុងចំនួនហ្នឹងទាំងអ៊ីរ៉ង់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនោះទេដោយឡែកយោធារបស់សហរដ្ឋអាមេរិកវិញបាននិយាយថាបាទគឺពួកគេកំពុងតែស៊ើបអង្កេតទៅលើករណីវាយប្រហារនោះហើយបាទនេះគឺជាប្រតិកម្មរបស់ខាង Human Rights Watch ណាចឹងប្រិយមិត្តមួយចំនួនដែលជាតែមានកំណត់អវិជ្ជមានជាមួយនឹង Human Rights Watch ថាគាត់មិនធ្វើការងារអ្វីនៅពេលដែលខាងសហរដ្ឋអាមេរិករំលោភសិទ្ធិមនុស្សហ្នឹងការពិតគាត់និយាយគាត់ចេញសេចក្តីថ្លែងការណ៍ជាប់ជាប្រចាំដែរណាបាទព័ត៌មានទី4បាទព័ត៌មានទី4នេះគឺជារឿងគួរឲ្យចាប់អារម្មណ៍ដែលឥឡូវនេះសហរដ្ឋអាមេរិកយកបច្ចេកវិទ្យារបស់អ៊ុយក្រែនបាទដែលផលិត drone ហ្នឹងគឺឥឡូវបញ្ជូនទៅតំបន់មជ្ឈមបូព៌ាហើយដើម្បីទប់ទល់ជាមួយនឹង drone របស់អ៊ីរ៉ង់បាទឥឡូវនេះកងទ័ពសហរដ្ឋអាមេរិកកំពុងតែបញ្ជូនយ៉ាងប្រញាប់ប្រញាល់តែម្ដងនៅប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើកទៅតំបន់មជ្ឈមបូព៌ាដែល drone នេះគឺត្រូវបានសាកល្បងប្រើប្រកបដោយមានប្រសិទ្ធភាពនៅក្នុងសមរភូមិនៅក្នុងប្រទេសអ៊ុយក្រែនរួចហើយបាទការដែលសហរដ្ឋអាមេរិកបញ្ជូនទៅនេះដើម្បីជាកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការវាយប្រហារដ៏បំផ្លិចបំផ្លាញរបស់ទីក្រុងតេហ៍រ៉ង់នៅក្នុងទូទាំងតំបន់មជ្ឈមបូព៌ានេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យសារព័ត៌មានបានដឹង
ប្រព័ន្ធការពារតូចនេះឬក៏ drone ប្រភេទតូចនេះគឺមានឈ្មោះថាមេរ៉ុបមេរ៉ុបហ្នឹងគឺកំពុងទៅបានបញ្ជូនចេញពីឃ្លាំងស្តុករបស់កងទ័ពសហរដ្ឋអាមេរិកនៅអឺរ៉ុបបាទហើយបញ្ជូនទៅហ្នឹងមានទាំងយោធាបុគ្គលិកយោធារបស់សហរដ្ឋអាមេរិកផងដែរដើម្បីទៅទីនោះចាប់ផ្ដើមប្រើប្រាស់ហើយនឹងបណ្ដោះបណ្ដាលទៅដល់កងទ័ពផ្សេងទៀតឲ្យចេះប្រើប្រាស់ផងដែរមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថាប្រព័ន្ធបន្ថែមនេះនឹងត្រូវផ្ដល់ដោយក្រុមហ៊ុនអាមេរិកដែលផលិតគឺក្រុមហ៊ុន Perennial Autonomy ដែលមហាសេដ្ឋី Eric Schmidt ដែលជាអ្នកវិនិយោគទុននេះទៅលើការផលិតហ្នឹងក៏ប៉ុន្តែនៅពេលដែលសារព័ត៌មានសួរលោក Smith លោកបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេហើយមន្ត្រីរបស់សហរដ្ឋអាមេរិកម្នាក់បាននិយាយថាបាទអ៊ុយក្រែនទំនងជានឹងផ្ដល់គ្រូបង្វឹកឲ្យចេះប្រើផងដែរដែលឡែកនៅពេលដែលសារព័ត៌មានតាក់ទងទៅខាងអ៊ុយក្រែនវិញគឺអ៊ុយក្រែនមិនទាន់បានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនោះទេប៉ុន្តែប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky ធ្លាប់បានថ្លែងក្នុងពេលកន្លងមកថាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួននោះបានស្វែងរកជំនួយពីទីក្រុងគៀវដើម្បីចង់បានប្រព័ន្ធនេះដើម្បីវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់វិញសហរដ្ឋអាមេរិកមិនមែនជាប្រទេសតែមួយគត់ដែលចាប់អារម្មណ៍ទៅលើបទពិសោធន៍ពីសមរភូមិរបស់អ៊ុយក្រែននោះទេគឺតំណាងនៃប្រទេសកាតានិងបណ្ដារដ្ឋនៅឈូងសមុទ្រពាក់ផ្សេងទៀតដែលត្រូវបានរងការវាយប្រហារដោយអ៊ីរ៉ង់ដោយប្រើប្រាស់ drone របស់អ៊ីរ៉ង់និងមីស៊ីលអ៊ីរ៉ង់ក៏បានធ្វើដំណើរទៅជួបប្រជុំគ្នាជាមួយនឹងក្រុមហ៊ុនផលិតអាវុធរបស់អ៊ុយក្រែនដើម្បីរៀនពីបទពិសោធន៍របស់ពួកគេនៅក្នុងការកសាងខ្សែច្រវាក់ផ្គត់ផ្គង់បាទគឺការប្រើប្រាស់បច្ចេកវិទ្យាទើបតែកែច្នៃថ្មីហើយត្រូវបានអនុវត្តសាកល្បងយ៉ាងមានប្រសិទ្ធភាពនៅក្នុងប្រទេសអ៊ុយក្រែននេះគឺជាសញ្ញានៃការប្រែប្រួលមួយហើយដែលសហរដ្ឋអាមេរិកត្រូវយកមកប្រើបាទពីព្រោះអស់រយៈពេលជាច្រើនឆ្នាំមកហើយមន្ត្រីយោធារបស់សហរដ្ឋអាមេរិកបានបញ្ជូនសម្ភារៈឧបករណ៍យោធាទៅឲ្យអ៊ុយក្រែនបាទហើយតាមដានសិក្សាអំពីសង្គ្រាមនៅទីនោះដើម្បីរៀនអំពីរបៀបការពារប្រឆាំងនឹង drone វាយប្រហារបាទរបស់រុស្ស៊ីឥឡូវនេះអ៊ុយក្រែនបានក្លាយទៅជាមន្ទីរពិសោធន៍មួយសម្រាប់ប្រព័ន្ធការពារដែលត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមថ្មីរបស់ប្រធានាធិបតីត្រាំប្រឆាំងនឹងអ៊ីរ៉ង់ជាពិសេសក្នុងការទប់ទល់នឹង drone Shahid របស់អ៊ីរ៉ង់ drone Shahid ដែលរុស្ស៊ីប្រើប្រាស់យ៉ាងទូលំទូលាយគឺជាអាវុធដែលបង្កើតឡើងដោយអ៊ីរ៉ង់ដូច្នេះសហរដ្ឋអាមេរិកប្រឈមនឹងការគំរាមកំហែងដែលបាទអ៊ុយក្រែនធ្លាប់ដឹងទីក្រុងមូស្គូក៏ផលិត drone Shahid ផ្ទាល់ខ្លួនដែលយកបច្ចេកវិទ្យាពីអ៊ីរ៉ង់មកនឹងបានបង្កើតកែប្រែរបស់វាឲ្យកាន់តែទំនើបជាង drone ដែលអ៊ីរ៉ង់កំពុងតែប្រើនាពេលឥឡូវនេះសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានដាក់ពង្រាយប្រព័ន្ធ drone មេរ៉ុបមួយចំនួននៅប្រទេសប៉ូឡូញរួចមកហើយនិងប្រទេសរូម៉ានីកាលពីឆ្នាំមុនបន្ទាប់ពីការឈ្លានពានដោយ drone របស់រុស្ស៊ីនៅទីនោះបាទគឺពិតជាបានបង្ហាញទៅឲ្យដឹងថាវាបានខ្លាចទៅជាប្រព័ន្ធដ៏ពេញនិយមមួយដែលកងកម្លាំងរបស់អ៊ុយក្រែនប្រើបាទ drone មេរ៉ុបនេះគឺជា drone ទូចបាទដែលអាចបាញ់ចេញពីរថយន្ត pick up បាទរថយន្ត pick up ក៏បានដែរហើយវាអាចតាមស្វែងរក drone ដែលបាញ់មកនឹងដោយស្វ័យប្រវត្តិតែម្ដងគឺដោយប្រើរលកវិទ្យុសញ្ញាបាទឬក៏កម្ដៅបាទ heat seeker ណាដែលខ្ញុំបានបញ្យល់ម្សិលមិញហ្នឹងបាទគឺតាមរយៈកម្ដៅពីព្រោះ drone ដែលហោះមកវាមានភ្លើងវាមានឆេះនៅកម្ដៅមកអញ្ចឹងគេវាតាមកម្ដៅរ៉ាដាចាប់ទៅហើយនៅពេលដែល drone ហ្នឹងវាហោះទៅក្បែរអា drone ដែលបាញ់មកនៅចម្ងាយពីគោលដៅវាបាទគេពេលហ្នឹង AI វាចាប់ផ្ដើមធ្វើការហ្មងវាចាប់ផ្ដើមប្រើបញ្ញាសិប្បនិម្មិតហ្នឹងដើម្បី lock គោលដៅហ្មងបើវាចាប់ពុប lock គោលដៅដូច្នេះគោលដៅទៅដល់កន្លែងណាក៏ដោយវាតាមជាប់រហូតតែម្ដងចង់ហោះឡើងហោះចុះមិនក៏តាមជាប់តែម្ដងបាទនេះបើយោងតាមអ្នកដែលបញ្ជាហ្នឹងគាត់បាននិយាយឲ្យដឹងបាទយោងតាមអ្នកដែលបញ្ជា drone មើលរົບហ្នឹងបាទគឺអាចដឹងថា drone នេះអាចបើកបានលឿនប្រហែលជា250គីឡូម៉ែត្រក្នុង1ម៉ោងបានលឿនដែរនឹងអាចហោះឡើងដល់កម្ពស់ជិត5គីឡូម៉ែត្រចុះបាទនេះទៅហោះខ្ពស់ដែរណាចង់ស្មើនឹងយន្តហោះស៊ីវិលដែរហើយមើលទៅបាទមន្ត្រីយោធាអាមេរិកម្នាក់បាននិយាយថា
ជនហោះគ្មានមនុស្សបើកប្រឆាំង drone ដែលម៉ាកមេរ៉ុបនេះគឺមួយផលិតក្នុងតម្លៃមិនដល់$10,000សហរដ្ឋអាមេរិកទេបាទមន្ត្រីរូបនោះបាននិយាយថាតម្លៃក្នុងមួយឯកតាគឺឥឡូវនេះធ្លាក់មកដល់ត្រឹម$7,000ក្នុងមួយឯកតាបាទនៅពេលណាដែលបរិមាណផលិតកើនឡើងមន្ត្រីរូបនោះបាននិយាយថាយ៉ាងហោចណាស់គឺក៏មាន drone ឥឡូវហ្នឹងក៏ drone ប្រភេទមេរ៉ុបហ្នឹងក៏ទៅបានទទួលបានអាជ្ញាប័ណ្ណផលិតនៅដែនកោះតៃវ៉ាន់ផងដែរបាទដែលនៅទីនោះគឺតម្លៃទាបជាងប្រព័ន្ធដែលប្រើប្រាស់ហើយបើសិនជាយក drone នេះមកប្រើគឺចំណេញច្រើនពីព្រោះអីបាទប្រព័ន្ធការពារដែនអាកាសដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តកំពុងតែប្រើប្រាស់បាញ់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ដែលចូលមកហ្នឹងគឺដែលគេប្រើពីប្រព័ន្ធការពារដែនអាកាស Patriot ហ្នឹងគឺតម្លៃផលិតនៅសហរដ្ឋអាមេរិកមានប្រហែលជា$4 លានហើយវាការផលិតរបស់ក្របទាំងអស់នោះឥឡូវហ្នឹងគឺយឺតយ៉ាវដោយសារតែតម្រូវការច្រើនបើអញ្ចឹងគឺពី4 លានមកសល់ត្រឹមតែ$10,000គឺជារឿងមួយខុសគ្នាច្រើនណាបាទអញ្ចឹងគឺឥឡូវនេះជាដល់ក្នុងយុគសម័យ drone សង្គ្រាម drone ហើយបាទមានប្រសិទ្ធភាពដូចគ្នាអញ្ចឹងនេះគ្រាន់តែជាព័ត៌មានឲ្យប្រិមិត្តបានដឹងហើយអ្នកណាដែលមានសមត្ថភាពអីតកតងអាជ្ញាធរអីនោះគឺបាទនោះគឺពិចារណាអញ្ចឹងថ្ងៃមុននោះឃើញមានអ្នកដែលសួរខ្ញុំថាតើយើងទៅធ្វើមូលនិធិជួយកងទ័ពយ៉ាងម៉េចខ្ញុំថារឿង drone នោះគឺជា good investment ណាគឺជាកន្លែងមួយដែលគូពិចារណាមកធ្វើមូលនិធិអីដើម្បីផលិត drone ទិញ drone ហ្នឹងយើងល្អដែរប៉ុន្តែឥឡូវនេះកំពុងទីផ្សារដាច់ច្រើនហ្នឹងខ្លាចវាពិបាកទិញទៀតណាបាទចឹងសូមអរគុណប្រិមិត្តច្រើនដែលចូលមកទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទសូមអរគុណសូមជម្រាបលា